បាទសួស្តីគុណៗទាំងអស់គ្នាបាននៅថ្ងៃនេះលោកគ្រូចែករំលែកតកតងទៅនឹងកំហាប់ជាម៉ាស់ដល់គុណទាំងអស់គ្នាសម្រាប់រៀនបកស្រាយលំហាត់បន្ថែមបាទហើយខ្ញុំនឹងចុងមេរៀនលំហាត់នេះគឺលោកគ្រូនឹងចែកលក្ខណៈខុសគ្នារវាងកំហាប់ជាម៉ូលនិងកំហាប់ជាម៉ាស់ដោយសារអីកំហាប់ជាម៉ូលយើងបានរៀនកាលពីម្សិលមិញហើយឥឡូវយើងរៀនកំហាប់ជាម៉ាស់បន្ថែមមួយទៀតដើម្បីឲ្យយើងកាន់តែយល់ច្បាស់អំពីវាបាទអញ្ចឹងមុននឹងឈានទៅដល់ចំណុចនេះលោកគ្រូសូមចែករំលែកតកតងទៅនឹងនិយមន័យអញ្ចឹងលោកគ្រូសូមឲ្យនិយមន័យបាទកំហាប់ជាម៉ាស់បាទអញ្ចឹងគួរទៅសេអញ្ចឹងគាត់នឹងមើលកំហាប់ជាម៉ាស់បាទកំហាប់ជាម៉ាស់អឺគឺជាបាទគឺជាអីណាកូនបាទគឺជាចំនួនបាទចំនួនម៉ាស់បាទម៉ាស់នៃសារធាតុរលាយបាទម៉ាស់នៃសារធាតុរលាយបាទអញ្ចឹងតរលាយហ្នឹងកូនតម៉ាស់នៃសារធាតុរលាយយើងហៅថា solute បាទអញ្ចឹងម៉ាស់រលាយយើងហៅ solute ណាយើងហៅ ST ណាបាទដែលមាននៅក្នុងបាទដែលមាននៅក្នុងមាត្របាទដែលមាននៅក្នុងមាត្រនៃសូលសុងមាត្រនៃសូលុយសុង1 លីត្របាទ1 លីត្រអញ្ចឹងដែលមាននៅក្នុងមាត្រសូលសុង1 លីត្រហ្នឹងក៏នេះបាទនឹងកំហាប់ជាម៉ាស់អញ្ចឹងនិយមន័យណាអញ្ចឹងគាត់អាចចែកឲ្យកំហាប់ជាម៉ាស់គឺជាចំនួនម៉ាស់នៃសារធាតុរលាយបាទ solute ដែលមាននៅក្នុងមាត្រនៃសូលសុង1 លីត្រអញ្ចឹងនឹងកំហាប់ជាម៉ាស់ណាអញ្ចឹងជាទូទៅកំហាប់ជាម៉ាស់យើងតាំងដោយបាទតាំងដោយតាំងកំហាប់ជាម៉ាស់បាទកំហាប់ជាម៉ាស់តាំងដោយបាទយើងតាំងដោយ cm តូចបាទអញ្ចឹងរូបមន្តរបស់កំហាប់ជាម៉ាស់បើសិនជាកូនចង់សរសេរបាទរូបមន្តរបស់វាអញ្ចឹងកូនសរសេរបានម៉េច c បាទ cm តូចបាទ cm តូចស្មើបាទស្មើបាទអញ្ចឹងកូននឹងដាក់មកម៉ាស់រលាយបាទអញ្ចឹងម៉ាស់រលាយយើងហៅថាម៉ាស់ solute បាទណាម៉ាស់រលាយនៅលើមាត្រ solution យើងតាំងដោយ VS បាទហ្នឹងគឺតកតទៅនឹងកំហាប់ជាម៉ាស់កូនបើសិនជាយើងចង់ប្រើរូបមន្តវាគឺយើងប្រើបែបនេះណាអញ្ចឹងគូអញ្ចឹងឲ្យចំណាំបាទនេះគឺតកតទៅនឹងកំហាប់ជាម៉ាស់បាទអញ្ចឹងមានន័យថាម៉េចកូនយកសេតូចស្មើនឹងម៉ាស់ solute នៅលើ VS កំហាប់ជាម៉ាស់ណាអញ្ចឹងដោយຂະຫນາດ cm តូចណាຂະຫນາດ cm តូចគឺកូនគិតជាអីណាតូចពេក cm តូចຂະຫນាតរបស់វាគិតជាក្រាមក្នុង1 លីត្រដល់ពេល m រលាយ MST ហៅ m រលាយហ្នឹងຂະຫນាតគិតជាក្រាមណាពេល VS ຂະຫນាតរបស់វាគិតជា
lead ក៏បានឬក៏កូនសរសេរ decimal key ក៏បានដែរបាទនឹងយើងសំដៅលើកំណត់ជាម៉ាស់បាទអញ្ចឹងទី1កូនទៅយល់អំពីនិយមន័យទី2កូនទៅដឹងថាកំណត់ជាម៉ាស់រូបមន្តម៉េចទី3គឺកូនទៅដឹងអំពីຂ្នាតដែលគេប្រើតែកំណត់ជាម៉ាស់ហ្នឹងគឺគេប្រើបែបម៉េចណាអញ្ចឹងគូទៅចំណុចមួយទៀតឲ្យកូននេះមើលបាទអឺបាទអញ្ចឹងលោកគ្រូឧទាហរណ៍បើសិនកូនតាមទាំងអស់គ្នាជាមួយឧទាហរណ៍លោកគ្រូណាឧទាហរណ៍បាទអញ្ចឹងមកថាគេយកអំបិលបាទគេយកអំបិលបាទអំបិលសម្លអញ្ចឹងអំបិលសម្លយើងហៅថាសូដ្យូមក្លរូអញ្ចឹងចំនួន10ក្រាមរលាយក្នុងទឹកចំនួន100មីលីលីត្របាទអញ្ចឹងយើងគណនាអីបាទគណនាចូលគណនាចូលគណនាកំហាប់ជាម៉ាស់បាទគណនាកំហាប់ជាម៉ាស់អញ្ចឹងក៏ដាក់សេអឹមតូចនេះណាអញ្ចឹងស្រួលទេកូនដើម្បីគណនាកំហាប់ជាម៉ាស់យើងប្រើតាមរូបមន្តរបស់យើងមកយើងសេចម្លើយមកបាទចឹងយើងដាក់ថាគណនាកំហាប់ជាម៉ាស់អញ្ចឹងកំហាប់ជាម៉ាស់យើងតាំងដោយសេអឹមតូចហឹមកន្លែងនេះលោកគ្រូសេទឹកបន្តិចណាអ្នកនរគ្នាអានទឹកតែអត់ទៅសេបាទអញ្ចឹងយើងអាចគណនាបានហើយអញ្ចឹងយើងអនុវត្តតាមរូបមន្តយើងមិនសេសមីការក៏បានដែរយើងដាក់តាមរូបមន្តគណនាមកអញ្ចឹងតាមរូបមន្តកូនទៅសេបានមិនបាទសេអឹមតូចស្មើនឹងម៉ាស់ ST ចែកនឹង VS អញ្ចឹងកូននឹងប្រាប់មកដោយម៉ាស់ ST ហ្នឹងម៉ាស់ solute បងប្អូនណាអញ្ចឹងវាស្មើនឹងចំនួន10ក្រាមណាអញ្ចឹងអឺ VS យើងគឺ100 ml 100 ml បើសិនជាកូនបំបែកទៅកាន់លីត្រវាស្មើនឹង0.1លីត្រអញ្ចឹងបើសិនជាយើងទៅសេចម្លើយយើងបានវិញណាយើងបានបាទ cm តូចរបស់យើងបើយើងជួសជាលេខស្មើនឹង10ក្រាមនៅក្នុងតម្លៃ0.1លីត្រអញ្ចឹងយើងស្មើនឹងចំនួន100ក្រាមនៅក្នុង1លីត្រអាហ្នឹងគឺកំណត់ជាម៉ាស់ហើយណាបាទអញ្ចឹងគុណទៅយល់អំពីកំហាប់ជាម៉ាស់គឺបែបហ្នឹងលោកគ្រូចង់ពញ្ញាអារម្មណ៍មកវិញលោកគ្រូមិញបានសន្យាថាឲ្យយល់អំពីលក្ខណៈខុសគ្នាបាទលក្ខណៈខុសគ្នារវាងcm ធំនិង cm តូចបាទអញ្ចឹងបើយើងគិតពី cm ធំវាស្មើនឹងម៉ូលអង្គធាតុរលាយបាទនៅលើ VS តែបើយើងគិតអំពីកំហាប់ជាម៉ាស់យើងគិតពីម៉ាស់រលាយនៅលើ VS អញ្ចឹងទីនេះអត់ដូចគ្នាមានន័យថាម៉េចមួយសំដៅលើម៉ាស់នេះមួយនេះកំណត់ជាម៉ាស់យើងផ្ដោតយើងបញ្យល់ឲ្យខ្លីផ្អែកទៅលើម៉ាស់នេះណានេះផ្អែកលើម៉ាស់បាទផ្អែកលើម៉ាស់ផ្អែកលើម៉ាស់
តែខាងនេះវិញកំហុសជាម៉ូលគឺយើងផ្អែកលើចំនួនម៉ូលផ្អែកលើចំនួនម៉ូលអញ្ចឹងយើងនេះឲ្យលក្ខខណ្ឌខុសគ្នាកូនទៅចាំណាបាទម៉ូលសេនផ្អែកចំនួនម៉ូលបាទចំនួនម៉ូលណាបាទអញ្ចឹងខុសគ្នាត្រង់ហ្នឹងមានន័យថាបើមានដូចគ្នាទៀតអីទេតែកន្លែងនេះយើងផ្ដោតទៅលើម៉ូលខាងនេះយើងផ្ដោតទៅលើម៉ាសខុសគ្នាតែបន្តិចនេះទេអញ្ចឹងនេះលក្ខខណ្ឌខុសគ្នាដែលគួរឲ្យកូនដឹងថាកំហាប់ជាម៉ាសនិងកំហាប់ជាម៉ូលហ្នឹងណាវាខុសគ្នាត្រង់ណាបាទអញ្ចឹងនេះគឺដែលកូនត្រូវដឹងទាំងអស់គ្នាអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាយទាំងអស់គ្នាណាបើសិនជាកូនមានចម្ងល់អីកូនអាចអឺ comment ខាងក្រោមដើម្បីឲ្យលោកគ្រូជួយបញ្យល់បន្ថែមណាបាទអរគុណបាយបាយ